ជំងឺថ្មីរបស់ស្ត្រីនៅអាស៊ីក្នុងនោះមានខ្មែរយើងដែរខ្ញុំជួបផ្ទាល់ជំងឺឈាមរដូវស៊ីស្បូនខ្លួនឯងកើតឡើងលើនារីទៅពេញវ័យ16ឆ្នាំដុកទ័រកំពុងផ្ទុះការវេកញែកសិក្សាពីករណីនេះចាខ្ញុំឃើញបងប្អូនមានសតស្គ្រីនដល់មកសួរខ្ញុំច្រើនចាអញ្ចឹងក្នុងនាមខ្ញុំអ្នកគ្រូសីពៅចានៅក្នុងវិស័យសុខភាពបន្តពូជសុខភាពស្ត្រីដែរចង់ជម្រាបបងប្អូនទាំងអស់គ្នាថាខេសនេះខ្ញុំអត់ធ្លាប់ជួបពីមុនទេហើយនេះក៏ជាព័ត៌មានពិតឬក៏យ៉ាងណាក៏យើងអត់ទាន់បានដឹងដែរអញ្ចឹងសូមឲ្យបងប្អូនទាំងអស់គ្នារងចាំមើលសិនថាអ្នកវិទ្យាសាស្ត្របានបង្ហាញពីជំងឺអីថ្មីសម្រាប់ស្ត្រីយើងអត់ក៏ពិតនៅក្នុងបញ្ហាជំងឺស្ត្រីរបស់យើងគឺមានច្រើនមែនទែនតែបើតាក់ទងជាមួយនឹងឈាមរដូវឬក៏ស្រទាប់រដូវវាអត់មានឈាមពីណាមកទេឈាមរដូវគឺជាការដាច់រលាត់នៃស្រទាប់ស្ដើងនៃស្បូនឬក៏ភ្នារបស់ស្បូនដែលគេហៅថាស្រទាប់អង្គដូម៉ែចាហើយវាតែងតែដាច់ធ្លាក់មកជារៀងរាល់ខែឲ្យស្ត្រីមករដូវប៉ុន្តែនៅក្នុងករណីដែលស្ត្រីរាំងរដូវដូចថារដូវគាត់មកបាត់ឬក៏រាំងរដូវបាត់រដូវឆឹងតែម្ដងណារយៈពេលលើសពី6ខែអាហ្នឹងគេហៅថាអាមេណូរ៉េឬក៏ជំងឺរាំងរដូវហ្នឹងហើយជាទូទៅគេចែកចេញជាពីរប្រភេទគឺ secondary amenorrhea និង primary amenorrhea គឺជាការរាំងរដូវរបស់ស្ត្រីអញ្ចឹងបើសិនជាបងប្អូនស្ត្រីយើងមានបញ្ហាទៅលើវិបត្តិរាំងរដូវរបៀបថារដូវរអាក់រអួលមកមួយខែពីរដងមកបាត់មកឬក៏មករាំងបាត់អត់ឃើញដំណើររដូវនឹងមកជាប្រចាំគឺអាហ្នឹងបងប្អូនត្រូវទៅពេទ្យដើម្បីឆែកមើលសុខភាពព្រោះជុំវិញជំងឺស្បូនមិនថាការផ្សព្វផ្សាយនេះពិតមិនពិតគឺជំងឺស្បូនមានច្រើនជំងឺរលាកស្រទាប់ស្ដើងស្បូនមហារីកស្រទាប់ស្ដើងស្បូនជំងឺអង្គដូមេតាយ៉ូស៊ីសចាស្រទាប់អង្គដូម៉ែតដុសខុសទីតាំងជំងឺដុំគីសចា fibroid ជំងឺដុំសាច់ជំងឺដុំស្បូនជំងឺដុំឈាមគឺវាមានច្រើនប្រភេទនៅក្នុងនឹងខ្លាំងមែនទែនដូច្នេះហើយគ្រប់បងប្អូនស្ត្រីយើងឲ្យតែមានការប្រែប្រួលនៃរដូវយើងអាចមកឆែកមើលទៅព្រោះឥឡូវជំងឺកើតថ្មីក៏ច្រើនដែរឧទាហរណ៍ករណីដែលបងប្អូនសួរនេះខ្ញុំសូមមិនទាន់មានចម្លើយបែបណាទេហើយខ្ញុំនឹងយក case នេះចាទៅស្រាវជ្រាវបន្តជាមួយនឹងគ្រូពេទ្យក៏ដូចជាគ្រូរបស់ខ្ញុំផ្សេងសាស្ត្រាចារ្យនិងប្រទេសគេផ្សេងថាមានព័ត៌មានអីអាប់ដេតខ្ញុំនឹងធ្វើវីដេអូអាប់ដេតជូនបងប្អូនទាំងអស់គ្នាអរគុណច្រើនដែលបងប្អូននឹកឃើញអ្នកគ្រូសីពៅហើយមានអីចេះតែយកមកសួរចាសំណួររបស់បងប្អូនទាំងអស់គ្នាមកធ្វើការបកស្រាយដើម្បីចែករំលែកទៅកាន់ fan ដែលចូលចិត្តសលេងមុតរបស់អ្នកគ្រូសីពៅផងដែរចាអរគុណច្រើនជម្រាបលាបងប្អូនទាំងអស់គ្នាចា